នៅឆ្នាំ1972ក្រុមបាល់ឱប Operation Club បានជួយយន្តហោះមួយគ្រឿងរបស់កងទ័ពអាកាស Eurogal ដើម្បីដឹកជញ្ជូនសមាជិកក្រុមពីទីក្រុង Montevideo ប្រទេស Eurogal ទៅកាន់ទីក្រុង Santiago ប្រទេស Chile នៅថ្ងៃទី12 ខែតុលា យន្តហោះប្រភេទ Fairchild មានម៉ាស៊ីន2បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Carrasco នៅលើយន្តហោះមានបុគ្គលិក5នាក់និងអ្នកដំណើរ40នាក់ក្រៅពីសមាជិកក្រុមបាល់ឱបក៏មានមិត្តភ័ក្តិសាច់ញាតិនិងអ្នកដំណើរផ្សេងៗទៀតដែលបានរួមដំណើរជាមួយប៉ុន្តែដោយសារតែអាកាសធាតុអាក្រក់នៅតំបន់ភ្នំពួកគេបានមកខំជិតស្នាក់នៅមួយយប់នៅក្នុងទីក្រុង Mendoza ប្រទេសអាសង់ទីនលុះថ្ងៃបន្ទាប់វេលាម៉ោងប្រហែល 2:18 នាទីរសៀលយន្តហោះក៏បានចាប់ផ្ដើមចេញដំណើរឡើងវិញទោះបីជាទីក្រុង Santiago ស្ថិតនៅភាគខាងលិចនៃទីក្រុង Mendoza ក៏ដោយប៉ុន្តែយន្តហោះ Fairchild មិនអាចហោះហើរនៅក្នុងកម្ពស់ខ្ពស់ជាង 6,900 ម៉ែត្របានឡើយហើយនេះអ្នកបើកបរយន្តហោះបានរៀបចំផែនការហោះហើរទៅខាងត្បូងដើម្បីឆ្លងកាត់ច្រកភ្នំ Pleichen ដែលជាកន្លែងដែលអាចឲ្យយន្តហោះឆ្លងកាត់ជួរភ្នំ Andes បានដោយសុវត្ថិភាពប្រហែលជា1ម៉ោងក្រោយការហោះហើរអ្នកបើកបរយន្តហោះបានជួយដំណឹងទៅកាន់មន្ត្រីគ្រប់គ្រងចរាចរណ៍អាកាសថាខ្លួនកំពុងហោះហើរនៅលើច្រកភ្នំបន្ទាប់មកក៏បានរាយការណ៍ថាយន្តហោះបានទៅដល់តំបន់ Corico ប្រទេស Chile ជាអកុសលការកណនាទីតាំងរបស់យន្តហោះមានការភ័ន្តច្រឡំតាមការពិតយន្តហោះនៅតែស្ថិតក្នុងតំបន់ជួរភ្នំ Andes នៅឡើយដោយមិនដឹងពីកំហុសបច្ចេកទេសនេះមន្ត្រីគ្រប់គ្រងអាកាសចរបានអនុញ្ញាតឲ្យយន្តហោះចាប់ផ្ដើមបន្ថយកម្ពស់ដើម្បីត្រៀមចុះចតមិនយូរប៉ុន្មានប៉មគ្រប់គ្រងអាកាសរបស់ប្រទេស Chile ក៏បាត់ការតាក់ទងជាមួយយន្តហោះនោះទាំងស្រុងនៅវេលាម៉ោងប្រហែល 3:33 នាទីរសៀលនៅថ្ងៃទី13 ខែតុលាយន្តហោះបានបុកទៅនឹងកំពូលភ្នំបន្ទាប់មកតួយន្តហោះបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំតែស្រយាលមួយនៅក្នុងប្រទេសអាសង់ទីនក្បែរព្រំដែនប្រទេស Chile ការធ្លាក់នេះបានសម្លាប់មនុស្ស12នាក់ភ្លាមៗនិងបន្សល់ទុកអ្នករស់រានមានជីវិតចំនួន43នាក់ហើយភាគច្រើនបានរងរបួសធ្ងន់ធ្ងរនៅលើកម្ពស់ប្រហែល 3,500 ម៉ែត្រពួកគេត្រូវប្រឈមមុខទៅនឹងព្រិលភាពត្រជាក់ខ្លាំងហើយនៅអាកាសធាតុដ៏សាហាវស្បៀងអាហារដែលពួកគេមានគឺតិចតួចបំផុតដែលភាគច្រើនមានតែស្ករគ្រាប់ហើយនិងស្រាហើយត្រឹមរយៈពេលមួយសប្តាហ៍អាហារទាំងនោះក៏អស់រលីងពួកគេត្រូវប្រឈមមុខទៅនឹងសំណួរដ៏លំបាកបំផុតនៅក្នុងជីវិតតើត្រូវសុខចិត្តស្លាប់ដោយការអត់ឃ្លានឬធ្វើអ្វីមួយដែលមនុស្សធម្មតាមិនអាចនឹងស្រមៃបានអ្នករស់រានមានជីវិតបានសម្រេចចិត្តបរិភោគសាកសមអ្នកស្លាប់ដើម្បីបន្តជីវិតវាគឺជាជម្រើសដែលពួកគេមិនចង់ធ្វើប៉ុន្តែវាគឺជាជម្រើសតែមួយគត់រវាងជីវិតនិងសេចក្តីស្លាប់ក្នុងរយៈពេលប្រមាណសប្តាហ៍បន្ទាប់មនុស្ស6នាក់ទៀតបានស្លាប់បាត់បង់ជីវិតសោកនាដកម្មកាន់តែធ្ងន់ធ្ងរឡើងនៅថ្ងៃទី28 ខែតុលានៅពេលដែលមានគ្រោះមហន្តរាយព្រិលរអិលធ្លាក់មកគ្របដណ្ដប់នៅលើតួយន្តហោះព្រិលក៏បានចាក់ចូលទៅខាងក្នុងនិងបានសម្លាប់មនុស្ស8នាក់បន្ថែមទៀតខណៈនោះអ្នករស់រានមានជីវិតមួយចំនួនបានចាប់ផ្ដើមពិនិត្យតំបន់ជុំវិញដើម្បីស្វែងរកផ្លូវចេញពួកគេដឹងថាការរងចាំការសង្គ្រោះនៅទីនោះគឺគ្មានសង្ឃឹមឡើយទោះបីជាក្រុមសង្គ្រោះបានព្យាយាមស្វែងរកយន្តហោះដែលបាត់បង់ក៏ដោយប៉ុន្តែដោយសារតែទីតាំងចុងក្រោយដែលបានរាយការណ៍មានភាពខុសឆ្គងនិងពណ៌សនៃតួយន្តហោះស៊ីគ្នាទៅនឹងពណ៌ព្រិលនៅលើភ្នំ Andes វាបានធ្វើឲ្យការស្វែងរកជួបការលំបាកយ៉ាងខ្លាំងអ្នករស់រានមានជីវិតបានរៀបរាប់ថាពួកគេបានឃើញយន្តហោះសង្គ្រោះជាច្រើនគ្រឿងហោះកាត់ពីលើប៉ុន្តែគ្មាននរណាម្នាក់មើលឃើញពួកគេឡើយក្រោយរយៈពេល8ថ្ងៃកិច្ចប្រតិបត្តិការស្វែងរកត្រូវបានបញ្ឈប់ដោយសារតែមានមនុស្សជាច្រើនជឿថាមាននរណាម្នាក់មានជីវិតនៅក្នុងបរិយាកាសដ៏រចសាហាវបែបនេះបានទេទោះជាយ៉ាងណាក្រុមគ្រួសាររបស់អ្នកបាត់ខ្លួននៅតែមិនបោះបង់ការព្យាយាមនៅថ្ងៃទី12 ខែធ្នូនៅពេលដែលសល់អ្នករស់រានមានជីវិតត្រឹមតែ16នាក់មានមនុស្សចំនួន3នាក់ក៏បានសម្រេចចិត្តចេញដើម្បីស្វែងរកជំនួយបន្ទាប់មកម្នាក់នៅក្នុងចំណោមពួកគេបានត្រឡប់ទៅកន្លែងធ្លាក់វិញចំណែក2នាក់ទៀតបានបន្តដំណើរឆ្លងកាត់ជួរភ្នំនិងភាពត្រជាក់យ៉ាងគ្រោះថ្នាក់ក្រោយការធ្វើដំណើរយ៉ាងវែងឆ្ងាយនៅថ្ងៃទី20 ខែធ្នូពួកគេបានជួបអ្នកចិញ្ចឹមសត្វ3នាក់នៅភូមិ Los Maitenes ប្រទេស Chile ប៉ុន្តែដោយសារតែនៅសងខាងមានទន្លេនិងមានសម្លេងទឹកហូរខ្លាំងពួកគេមិនអាចនិយាយឆ្លើយឆ្លងគ្នាបានឡើយអ្នកចិញ្ចឹមសត្វបានធ្វើសញ្ញាថាពួកគេនឹងត្រឡប់មកវិញនៅថ្ងៃបន្ទាប់ព្រឹកថ្ងៃបន្ទាប់អ្នកចិញ្ចឹមសត្វបានត្រឡប់មកវិញមែនពួកគេបានប្រើវិធីសរសេរលើក្រដាសរុំជុំវិញដុំថ្មរួចបោះឆ្លងទន្លេសារដំបូងរបស់អ្នករស់រានមានជីវិតបានសរសេរថាខ្ញុំមកពីយន្តហោះមួយដែលបានធ្លាក់នៅលើភ្នំបន្ទាប់ពីទទួលបានសារនេះ
អាជ្ញាធរត្រូវបានជួយដំណឹងជាបន្ទាន់នៅថ្ងៃទី22ខែធ្នូឧត្តភិចក្រចំនួន2គ្រឿងត្រូវបានបញ្ជូននៅកន្លែងកើតហេតុអ្នករស់រានមានជីវិត6នាក់ត្រូវបានដឹកចេញទៅកាន់កន្លែងសុវត្ថិភាពជាមុនចំណែក8នាក់ទៀតត្រូវរងចាំរហូតដល់ថ្ងៃបន្ទាប់ត្រូវបានជួយសង្គ្រោះអស់ក្រោយការជួយសង្គ្រោះរឿងរ៉ាវនេះបានក្លាយទៅជាព័ត៌មានដ៏កក្តៅទូទាំងពិភពលោកនៅពេលដែលអ្នករស់រានមានជីវិតបានទម្លាយថាពួកគេត្រូវបង្ខំចិត្តបរិភោគសាកសពដើម្បីរស់វាបានបង្កឲ្យមានការរិះគន់និងការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែអ្នករស់រានមានជីវិតម្នាក់បានបញ្យល់ថាពួកគេបានប្រៀបធៀបការលះបង់នោះទៅនឹងវិធីលាងសាយព្រះម្ចាស់ដែលព្រះយេស៊ូវបានផ្ដល់នំប៉័ងនិងស្រាតំណាងឲ្យរូបកាយនិងឈាមរបស់ទ្រង់ការបញ្យល់នេះបានធ្វើឲ្យមតិសាធារណៈចាប់ផ្ដើមផ្លាស់ប្ដូរហើយក្រោយមកខាងព្រះវិហារក៏បានសម្ដែងនូវការយោគយល់ចំពោះស្ថានភាពដ៏អស់សង្ឃឹមរបស់ពួកគេរឿងរ៉ាវនេះមិនមែនគ្រាន់តែជាសោកនាដកម្មនៃគ្រោះថ្នាក់យន្តហោះតែប៉ុណ្ណោះទេប៉ុន្តែវាគឺជាវិញ្ញាសានៃកម្លាំងចិត្តសេចក្តីសង្ឃឹមនិងការសម្រេចចិត្តដ៏តឹងតែបំផុតរបស់មនុស្សជាតិអ្នករស់រានមានជីវិតទាំង16នាក់បានបង្ហាញពិភពលោកឃើញថាសូម្បីតែនៅក្នុងស្ថានភាពដ៏អស់សង្ឃឹមបំផុតក៏មនុស្សនៅតែរកឃើញកម្លាំងដើម្បីបន្តរស់នៅបាននេះគឺជាព្រឹត្តិការណ៍ពិតមួយដែលពិភពលោកមិនអាចបំភ្លេចបាន